មនុស្សសៃអនុនេះចង្រៃណាស់ពេលកើតមកហ្នឹងមានការខ្សឹបខ្សៀវថារាជវង្សខ្មែរនឹងត្រូវរលាយដោយសារដៃវារាជានិយមខ្មែរយើងចាប់ផ្ដើមច្បោកច្បល់ដោយសារអាក្បាលខូចម្នាក់វាឈ្មោះនរោត្តមសីហនុវាកើតចំថ្ងៃខ្មោចក្បត់ក្បាលគឺថ្ងៃទី31ខែតុលាឆ្នាំ22ហើយក៏ទីបំផុតពិតប្រាកដមែនគឺមនុស្សឈ្មោះសីហនុនេះហើយបំផ្លាញរាជានិយមខ្មែរនៅក្នុងខែមិថុនាឆ្នាំ1960ពេលដែលវាឡើងធ្វើប្រមុខរដ្ឋតាមរយៈមាត្រាប្លន់មាត្រារដ្ឋប្រហារគឺមាត្រា22នៃរដ្ឋធម្មនុញ្ញឆ្នាំ47តាំងពីពេលហ្នឹងមករាជានិយមវាលំលាយអស់ទៅហើយដល់ដោយសារតែវាក្បត់រាជបល្ល័ង្ករបស់វានឹងហើយអាមួយឈ្មោះសីហនុនឹងឆ្នាំ93អត់ហ៊ានឡើងអង្គុយលើរាជបល្ល័ង្កទេហើយដល់វាតរាជឲ្យកូនវាក៏កូនវាអត់ឡើងអង្គុយដែរពីព្រោះអីបើឲ្យកូនវាឡើងអង្គុយលើរាជបល្ល័ង្កទៅប្រជាជនឆ្ងល់ថាម៉េចអង្កលតែវាឡើងសោយរាជលើកទី2នៅថ្ងៃទី24ខែកញ្ញាឆ្នាំ93វាអត់ហ៊ានអង្គុយលើបល្ល័ង្កពីព្រោះវាខ្លាចបារមីបល្ល័ង្កវាយវាបំបាក់កអានឹងវាក្បត់រាជបល្ល័ង្កអាមួយឈ្មោះសីហនុហ្នឹងណាដល់អញ្ចឹងទៅវាក៏បង្កើតប្រពៃណីមួយគឺគ្រងរាជអត់បល្ល័ង្កបានជាគ្រឿងរាជអត់មានតាំងពីពេលនោះមកដោយសារអីដោយសារវាមានមនុស្សម្នាក់វាអបលៈនឹងរាជអបលៈគឺក្បត់រាជបល្ល័ង្កអ្នកដែលក្បត់រាជបល្ល័ង្កមិនមែនលន់ណុលមិនមែនខ្មែរទេអ្នកដែលក្បត់រាជបល្ល័ង្កគឺនរោត្តមសីហនុក្បត់នៅពេលណាក្បត់នៅខែមិថុនាឆ្នាំ1960ដែលបង្កើតមាត្រា122ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ1947អូខេតាំងពីនឹងមករាជានិយមខ្មែរលាយទៅហើយបានជាស្ដេចក្រោយហ្នឹងអត់អង្គុយលើរាជបល្ល័ង្កទេហើយក៏អត់គ្រងគ្រឿងរាជដែរគ្រឿងរាជសប្តាហ៍នេះគឺជារបស់คล้ายដែលគេធ្វើឧបកិច្ចទេគ្មានទេវតារក្សាគ្រឿងរាជនឹងទេប្រខ័ណ្ឌក៏អត់មានទេវតារក្សាមកុដក៏អត់មានទេវតារក្សាស្បែកជើងក៏អត់មានទេវតារក្សាអាផ្លិតរោមហ្នឹងក៏អត់មានទេវតារក្សាអត់មានទេវតារក្សាទេហើយស្ដេចអត់ហ៊ានឡើងអង្គុយលើបល្ល័ង្កទេអត់ហ៊ានពាក់សាក់ទេអង្គុយនៅតែមុខបល្ល័ង្កតែប៉ុណ្្នឹងឯងរឿងហ្នឹងអញ្ចឹងរាជានិយមហ្នឹងមានតែឈ្មោះទេអ្នកដែលបំផ្លាញរាជានិយមហ្នឹងគឺឈ្មោះនរោត្តមសីហនុតែវាកើតចំថ្ងៃខ្មោចក្បត់ក្បាលថ្ងៃទី31ខែតុលាឆ្នាំ22ចង្រៃមហាចង្រៃបានជាប្រទេសកម្ពុជាយើងនឹងសពមិនដែលបានយូរទេពីព្រោះអីពីព្រោះវាចង្រៃណាហើយបើយើងនិមន្តលោកមកសោតមុនរំដោះគ្រោះក៏រំដោះមិនបានដែរពីព្រោះលោកនឹងខូចទាំងអស់